គ្នាអញ្ចឹងយើងថ្ងៃនេះយើងមកធ្វើទង្វើសូត្រសង្ស៊ូតឬក៏សូត្រយ៉ូមអ៊ីដ្រុកស៊ីតហើយសារធាតុដែលយើងមានហ្នឹងគឺយើងមានស៊ូតមានកែវឬក៏ដបសម្រាប់ផ្ទុកសូត្រសង្ដែលយើងចង់ផ្ទុកហ្នឹងមានទឹកបិទជីឡាវហើយនិងកែវវក់មៀនហើយនេះគឺទឹកសម្រាប់លាង10លាងហើយទង្វើសូត្រសង្ស៊ូតរបស់យើងហ្នឹងយើងចង់បានកំហាប់1អឹមជាមួយនឹងចំណុះ100មីលីលីត្រដើម្បីទទួលបានស៊ូតចំនួន1អឹមហើយជាមួយនឹងចំណុះ100មីលីលីត្រយើងត្រូវការក្រាមស៊ូតនេះចំណុះចំនួន4ក្រាមដើម្បីទទួលបានសូត្រសង្ឃនឹងឲ្យវារលាយសព្វអញ្ចឹងយើងត្រូវចាក់ទឹកក្រោយពីយើងចាក់ក្រាមហើយយើងត្រូវចាក់ទឹកឲ្យបាន3/4នៃកែវវស់មៀនរបស់យើងហើយចាំយើងក្លុកវាដើម្បីឲ្យសូត្រសង្ឃនឹងវារលាយសព្វឥឡូវយើងបានទទួលបានបរិមាណ3/4តាមយើងចង់បានហើយអញ្ចឹងឥឡូវយើងចាប់ផ្ដើមដកជីឡាវចាញ់ហើយយើងចាប់ផ្ដើមក្លុកវាដើម្បីឲ្យសូត្រសង្ឃនឹងវារលាយសព្វដើម្បីឲ្យក្រាមខ្លាយទៅជាសូត្រសង្ឃលឿនតទៅយើងទង្វើក្រាមខ្លាយជាសូត្រសង្ឃហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់យើងត្រូវតម្រូវទឹកយ៉ាងធ្វើយ៉ាងណាឲ្យគ្រប់100មីលីលីត្រនេះក្រោយពីយើងចាក់លីទឹកហើយយើងទទួលបានសូត្រសង្ឃស៊ូតដែលមានកំហាប់1អឹមចំណុះ100មីលីលីត្រយើងទង្វើបានសូត្រសង្ឃដែលយើងចង់បានរួចហើយយើងត្រូវប្រើប្រាស់ដបសម្រាប់ផ្ទុកសូត្រសង្ឃដើម្បីរក្សាគុណភាពរបស់វាក្នុងដំណើរការនេះយើងត្រូវមានបំរុងបញ្ជាក់មួយគឺថានៅពេលដែលថ្លឹងស៊ូតយើងត្រូវដឹងថាស៊ូតគឺស្រូបសំណើមដូច្នេះនៅពេលដែលថ្លឹងយើងត្រូវមានភាពរហ័សរហួនក្នុងការថ្លឹងដើម្បីទទួលបានក្រាមប្រកបត្រឹមត្រូវវីដេអូរបស់យើងមានប៉ុណ្ណេះជួបគ្នាវីដេអូក្រោយសូមអរគុណ